គលបែបណាគួររក្សាទ្រព្យសម្បត្តិទុកព្រះអង្គបង្រៀនព្រះសម្មាសម្ពុទ្ធអត់ត្រូវចាយទ្រព្យសម្បត្តិទេពីព្រោះអីព្រះអង្គអរិយនិព្វានព្រមទាំងអកិសោរដតេបរិយនិព្វានអស់ហើយក៏ប៉ុន្តែរូបមន្តនិងមានយើងនឹងគឺទុកដាក់សម្រាប់ពួកយើងទាំងអស់គ្នានឹងអញ្ចឹងរឿងហ្នឹងអត់មានទៅថ្វាយគុំសុំសេចក្តីសុខពីព្រះអង្គគឺថ្វាយគុំគួរទៅបើកសភៅយើងឬសួរអ្នកចេះដឹងថាតើព្រះអង្គបង្រៀនពីអីតើព្រះអង្គចេះដឹងពីអីហើយកណាខ្ញុំមានទុកបែបនេះគួរទៅបប្រតិបត្តិខុសអីក្នុងសម័យព្រះពិធីចូលទៅសម្ដែងធម៌ខ្ញុំលោកឆាតមិនមែនធ្វើជាកម្មវិធីទេខ្ញុំអាត្មាមិនមែនសម្ដែងកម្មវិធីជារឿងខុសទេព្រោះតែមានកម្មវិធីទៅមានអត្តសញ្ញាណជាតិក៏ប៉ុន្តែការយល់វធម៌ការឃើញវធម៌មិនមែនកម្មវិធីឲ្យឃើញវធម៌ទេតោះឲ្យយល់នេះនិយាយខ្លីជ្រុលកាត់អំពីរឿងការប្រមូលទ្រព្យសម្បត្តិគឺដោយហេតុត្រយ៉ាងដើម្បីបានកុំកើនក្នុងគ្រួសារគឺទី1ទី2ទី3ដល់ទី7មានអបមាណអីចឹងបងសំដែងក្នុងអបមាណធម៌ណានេះទីក៏តម្លៃដែលជើងស័ក្តិសិទ្ធិដែរដែលជើងសត្វរងាំក្តីឈឺក្តីប្រាក់ក្តីខ្លាក្តីខ្លាបងក្តីខ្លាផាក្តីដើមជើងទាំងអស់នោះប្រជុំចុះក្នុងដើមជើងដងរៃតោះនេះបានន័យថាដើមជើងអត់មានស្មើនឹងដើមជើងដងរៃទេដើមជើងដងរៃធំជាងដូច្នេះទៅបងសម្ដែងជាធម្មយាថានេះពិភពទាំងឡាយយ៉ាងណាធម៌តថាគតទាំងអស់គឺប្រជុំចុះនៅក្នុងសេចក្តីមិនប្រមាទញាតិញោមសេចក្តីមិនប្រមាទមិនមែនប្រមាទថាណាគឺប្រមាទទៀតគឺបានន័យថាសេចក្តីធ្វេសប្រហែសក្នុងការធ្វើកុសលធម៌ទាំងពួងអាត្មានិយាយជាសាច់ខសុខភាពក៏ប៉ុន្តែញោមជាអ្នកប្រាថ្នានៅសេចក្តីសុខដល់ខ្លួនគួរតែយល់អំពីសេចក្តីមិនអស់គ្នានេះញោមអញ្ចឹងសេចក្តីប្រមាទនេះគឺជាហេតុនៃសេចក្តីវិញ្ញាណផងដែរហើយព្រះអង្គសម្ដែងថាធម៌ទាំងពួងប្រជុំចុះក្នុងកណ្ដាលហើយព្រះអង្គមុននឹងបរិនិព្វានក៏ព្រះអង្គសម្ដែងដែរថាមនាភិក្ខុទាំងឡាយព្រះអង្គសម្ដែងជាអមតាវិវោភិក្ខវេគយៈគយៈធម្មាសង្ខារាអបមាទេសម្បាទេថាមនាភិក្ខុទាំងឡាយអ្នកទាំងឡាយចូលញ៉ាំកិច្ចកន្លងមនាភិក្ខុទាំងឡាយសង្ខារទាំងឡាយមិនទៀងមានការអស់ទៅជាធម្មតាមានការរលត់ទៅជាធម្មតាតែតែក្នុងអ្នកទាំងឡាយចូលញ៉ាំកិច្ចចំពោះដល់សេចក្តីមិនប្រមាទចោលមិនយល់ព្រះអង្គសម្ដែងថាព្រះអង្គដឹកប្រដប់ទៅចូលការឈាមមាន20ពូសែកោឈាមហើយក៏បរិនិព្វាននៅក្នុងអនុបាទីសិក្សានិព្វានភាពក្នុងចន្លោះនៃចតុវិជាតិនិងរូបជាតិនិងអរូបជាតិនោះការបរិនិព្វានគឺជាការចតិចិត្តចងក្រងនៅក្នុងវដ្តសង្សារការបរិមិនបរិសន្ធិចិត្តនឹងទីណាអ្នកមានចោះកើតសម័យអង្គរបាទយើងធ្វើការវិវត្តបាននៃព្រះសម្មាសម្ពុទ្ធគឺដើម្បីសេចក្តីសុខដ៏ធំហើយកុំយកសេចក្តីសុខតូចតាចឯងប្របាក់ឬក៏លុបកាច់ចោលសេចក្តីសុខដ៏ធំក្នុងអនាគតណាយោព្រះសម្មាសម្ពុទ្ធត្រាស់ដល់ម្ដងនឹងសម្រេចតបជាទេហើយនៅព្រះអង្គទៅស្នាទៅសាសនា5កងព្រះវិសានេះគឺដើម្បីទៅយកមកមានព្រះញាណនៃព្រះសម្មាសម្ពុទ្ធជាសព្វយុត្តញាណអនាគតាសញ្ញាក៏បញ្ជូនមកដល់សម័យបច្ចុប្បន្នរហូតដល់នេះថាសម័យបច្ចុប្បន្នលោកលោកដល់បានមានធម៌